កត្តាសំខាន់ដែលធ្វើឲ្យសិស្សរៀនពូកែរួមមាន 1. ទម្លាប់រៀនល្អ មានការវិភាគរៀនទៀងទាត់ចេះត្រួតពិនិត្យខ្លួនឯង 2. ការលើកទឹកចិត្ត ចង់ដឹងចង់ឃើញមានគោលដៅច្បាស់លាស់ 3. បរិស្ថានសិក្សា កន្លែងស្ងប់ស្ងាត់មានពន្លឺនិងសៀវភៅគ្រប់គ្រាន់ 4. ការគាំទ្រពីគ្រួសារ ឪពុកម្ដាយចាប់អារម្មណ៍លើកទឹកចិត្តនិងតាមដាន 5. គុណភាពគ្រូបង្រៀន គ្រូចេះពន្យល់ច្បាស់និងបង្កើតចំណាប់អារម្មណ៍ 6. វិធីសាស្ត្ររៀន ចេះសង្ខេបសួរសំណួរធ្វើលំហាត់និងបង្រៀនអ្នកដទៃ 7. សុខភាព គេងគ្រប់ម៉ោងហូបបាយមានជីវជាតិហាត់ប្រាណ 8. ការគ្រប់គ្រងពេលវេលា ចេះបែងចែកពេលរៀនសម្រាកនិងលេង 9. ចិត្តអត់ធ្មត់ មិនបោះបង់ពេលពិបាកចេះដោះស្រាយបញ្ហា 10. ការចូលរួមក្នុងថ្នាក់ ចេះស្ដាប់សួរនិងឆ្លើយសហការជាមួយមិត្តភក្តិ កត្តាទាំងនេះច្រើនតែជាប់ទាក់ទងគ្នាហើយសិស្សពូកែមិនមែនកើតចេញពីទេពកោសល្យសុទ្ធទេតែកើតពីទម្លាប់ការខិតខំនិងបរិស្ថានល្អ